តែចេះហៅសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាពីក្នុងភាសាចិនមួយពាក្យថាហៅវាមានហៅហៅទៅហៅហៅបាទតើហៅទៅអស់គេប្រើមិនហៅទៅគេប្រើសម្រាប់អ្នកដែលមានអាយុច្រើនជាងដូចជាជាមួយគ្រូប្រាប់វាហៅទៅគ្រូនិយាយអីមួយយើងប្រថាហៅទៅយើងប្រែថាបាទឬក៏អូខេអញ្ចឹងណាហៅយើងប្រើសម្រាប់ការធ្វើអ្វីមួយតែអត់សូវពេញចិត្តលក្ខណៈថាបើប្រើតាណានៃមួយដែលយើងធ្វើដែរតែធ្វើលក្ខណៈថាអត់ចេញពីចិត្តអត់ចង់ធ្វើយើងប្រាប់វាហៅនឹងជាការបើគិតខំតែបើថាអូខេដូចគ្នាតែធ្វើដូចគ្នាពីហ្នឹងហៅបាទគឺការអូខេឬក៏យល់ព្រមឬក៏ធ្វើឬឆ្លើយបាទចាដែរក៏តែយើងប្រើវាសម្រាប់ធ្វើអ្វីមួយដែលចេញពីចិត្តចង់ធ្វើឬក៏ធ្វើទាំងសប្បាយចិត្តអញ្ចឹងយើងប្រើពាក្យហៅបាទអញ្ចឹងប្រើពាក្យហៅបាទនេះគឺលក្ខណៈដែលចង់ចេញពីចិត្តមកហើយដូចពាក្យនេះហៅមកចឹងពាក្យហៅយើងបកថាល្អបាទឬក៏ចាស់ហ្នឹងជាងប្រើចឹងពាក្យហៅក្នុងភាសាចិននេះគឺគេប្រើច្រើនហើយក៏ទូលំទូលាយប្រើដែរចឹងថ្ងៃហ្នឹងខ្ញុំមានតាពាក្យហៅទៅហៅប៉ះហៅតែ3ហ្នឹងទេបើមកចង់ចែករំលែកជូនបងប្អូនហើយនៅវីដេអូក្រោយៗយើងនឹងមានជាឧទាហរណ៍អីចឹងណាបងប្អូនបាទបើមានខុសឆ្គងអីសូមកុំកែប្រកាន់បាយបាយ